Bà xưa sẽ đây tạ khnéនៅក្នុងវីដេអូនេះយើងមកសិក្សាអំពីសំឡេងបាទសំឡេងរបស់ OW ណាអូខេតាគ្នាមកមើលខាងក្រោមមកយើងមាន2ណា OW យើងមានសំឡេងទី1គឺ O បាទសំឡេងទី2គឺ AU ណាអូខេយើងមកមើលពាក្យឧទាហរណ៍របស់យើងមួយចំនួនមកបាទពាក្យនេះយើងអានថា bow b បើ OW នេះស្រៈ O ណាអូខេ bow យើងសំដៅលើ bow បែបនេះណាពាក្យបន្តទៀតអ្នកគ្នាS បាទ OW នេះ O SO so អូខេសាព្រោះអូខេយើងមកមើល OW ដែលមានសំឡេងអាវវិញម្ដងបងប្អូនគ្នា C sound ខណា OW អាវខអាវខៅអូខេយើងសំដៅលើគោណាពាក្យចុងក្រោយបងប្អូនគ្នា H ហបាទ OW នេះគឺអាវណាហអាវហៅអូខេហៅគឺរបៀបបាទឬក៏ដូចម្ដេចនៅក្នុងវីដេអូនេះបងប្អូនគ្នាយើងសិក្សាពីអក្សរ OW បាទមាន2សំឡេងណា O ហើយនិងអាវបាទហើយនៅពេលដែលយើងឃើញ OW នៅក្នុងពាក្យធ្វើដូចម្ដេចយើងស្គាល់ថាសំឡេង O ឬក៏អាវបងប្អូនគ្នាត្រង់ចំណុចនេះគឺទាមទារឲ្យបងប្អូនគ្នាសិក្សាពីសញ្ញាអានណាបានយើងអាចសម្គាល់បានថា O បាទអក្សរ OW នៅក្នុងពាក្យនីមួយៗនេះមានសំឡេង O បាទឬក៏អាវ